មុំម្ចាស់ក្សត្រីគឺជាស្ត្រីដែលមានជីជាតិតែមួយគត់នៅក្នុងអាណានិគមឃ្មុំដែលទទួលខុសត្រូវក្នុងការដាក់ពងទាំងអស់ដែលនឹងក្លាយជាឃ្មុំថ្មីហើយត្រូវបានសម្គាល់ដោយពស់វែងតូចចង្អៀតនិងស្លាបខ្លីជាងបើប្រៀបធៀបទៅនឹងឃ្មុំកម្មករខាងក្រោមនេះជាការមើលលម្អិតបន្ថែមទៀតអំពីសត្វឃ្មុំលក្ខណៈសំខាន់តួនាទីសត្វឃ្មុំម្ចាស់ក្សត្រីគឺជាម្ដាយរបស់អាណានិគមដែលដាក់ពងទាំងអស់ដែលវិវត្តទៅជាឃ្មុំកម្មករឃ្មុំដ្រូនឃ្មុំឈ្មោលនិងមហាក្សត្រីនាពេលអនាគតរូបរាងនាងមានទំហំធំនិងវែងជាងឃ្មុំកម្មករដោយមានពស់វែងតូចចង្អៀតដែលលាតសន្ធឹងហួសពីចុងស្លាបរបស់នាងស្លាបរបស់នាងខ្លីជាងឃ្មុំកម្មករដោយឈានដល់ពាក់កណ្ដាលពោះរបស់នាងមានខ្នងខ្មៅរលោងគ្មានសក់ខណៈឃ្មុំកម្មករមានខ្នងស្រពេចស្រពិលជើងរបស់នាងវែងហើយជាធម្មតាមានពណ៌ស្រាលខណៈឃ្មុំកម្មករមានជើងងងឹត